កម្មភាពអន្ទាក់ដាក់អន្សាយបងប្អូនហើយនេះគឺយើងបានចាប់ផ្ដើមទៅរើសផ្លែក្រសាំងដាក់ក្នុងអន្ទាក់តែហ្មងបងប្អូនហើយបាន4ផ្លែបងប្អូនហើយពួកក្រោយផ្ទះខ្ញុំបឹងគឺមានដើមក្រសាំងមួយហើយនេះអន្ទាក់គឺខ្ញុំយកទៅដាក់អន្សាយបងប្អូនផ្លែក្រសាំងនេះគឺអន្សាយចូលចិត្តហូបហ៎បងប្អូនគឺសត្វអន្សាយគឺចូលចិត្តផ្លែឈើផ្លែអីហ៎បងប្អូនហើយនេះអ្នកដែលខ្ញុំរើសបានពីវគ្គមុនគឺខ្ញុំយកទៅដាក់កណ្ដោបងប្អូនហើយច្នៃម្សៅទៀតនេះគឺយកទៅដាក់អាចថាដាក់កប្រុកក៏បានដាក់សាយក៏បានដាក់កណ្ដោក៏បានដាក់ស្កាក៏បានឬទៅដាក់បានសត្វច្រើនបងប្អូនហើយខ្ញុំបងប្អូនចាប់ផ្ដើមដាក់ផ្លែក្រសាំងចូលដើម្បីរៀបផ្លែនុយអន្ទាក់គាត់ទៅដាក់សាយដាក់អីហ្នឹងបងប្អូនឥឡូវយើងកំពុងតែចាប់ផ្ដើមរៀបចំបងប្អូនហើយខ្ញុំទុក2ទៀតដាក់អន្ទាក់មួយទៀតឥឡូវខ្ញុំដាក់បាន2សិនហើយ2ទៀតទុកដាក់អន្ទាក់មួយទៀតឥឡូវគឺថាដាក់ទៅតំណងណាបងប្អូនដាក់ទៅឲ្យចូលទៅដល់ខាងក្នុងគឺអង្គប់នៅខាងមុខហ្នឹងគឺវាវត្តហើយបងប្អូនតែវត្តហើយគឺជាប់ហើយវាអាចចេញទៅណារួចទេបងប្អូននិយាយទៅខ្ញុំមានគំនិតល្អមែនតើចេះយករបស់មួយឆ្នៃបានជារបស់ច្រើនបងប្អូនហើយថាតែយើងមានគំនិតឆ្លៀសវៃឆ្លាតគិតឆ្លាតគឺសម្បូរដោយបញ្ញាឆ្លាតដែរមិនអាចយើងថាយើងធ្វើវាបានឥឡូវយើងយកប្រភេទអន្ទាក់មួយទៀតដែរតែវាតូចជាងអានៅខាងក្រោមបងប្អូននេះខ្ញុំដាក់2ដែរដើម្បីឲ្យវាចូលទៅបានជាប់បងប្អូននិយាយទៅវាតំណងមែនបងប្អូនហើយខ្ញុំបានដាក់នុយអីហើយអស់ហើយបងផ្លែឈើផ្លែក្រសាំងហ្នឹងបងប្អូននិយាយទៅអាចថាដាក់ជាប់ឬក៏វត្តហើយបងប្អូនឥឡូវតិចទៀតខ្ញុំនឹងតេស្តពិសោធន៍ដែរវាអាចនឹងវត្តអាចនឹងអីអត់បងប្អូនអញ្ចឹងណាមុននឹងយកទៅចាប់ផ្ដើមនឹងវាចូលតាមផ្លូវមុខខ្ញុំប្រាប់អញ្ចឹងបងប្អូនណាចូលតាមផ្លូវមុខវានឹងជាប់ហើយបងប្អូនតិចទៀតជាមួយខ្ញុំពិសោធន៍តេស្តឲ្យមើលគឺថាវត្តឥឡូវវត្តជាប់នឹងដៃខ្ញុំទៀតបងប្អូនអត់បានទេនេះគឺអស់តហើយឥឡូវខ្ញុំមើលសាកធំវត្តខ្លាំងណាស់បងប្អូនគឺអស់តហើយធំហ្នឹងគឺវត្តខ្លាំងមែនតើហើយច្រឡំតាមសួមត្រូវដៃត្រូវអីហ្នឹងមុតបងប្អូនអាហ្នឹងខ្ញុំប្រាប់វាអាចនឹងចូលតាមផ្លូវមុខហ្នឹងយកស្មៅយកអីក្រោបទៅបងប្អូនហើយចាំមើលទៅទៀតវានឹងវត្តដែរបងប្អូន1 2 3ហើយយ៉ាមិនទាន់ដំណើរការ3 4 5 6 7 8 9 10វត្តហើយបងប្អូនណាគឺបានផលពិតគឺជាប់ហើយបងប្អូនមួយទៀតរបស់ហ្នឹងគឺខ្ញុំបានបង្ហាញនៅវីដេអូមុនហើយគឺខ្ញុំយកពីគេបោះចោលហើយបងប្អូនខ្ញុំយកមកច្នៃយកមកដាក់លក់ដាក់អីគឺបានផលពិតបងប្អូនអាចអនុវត្តមើលតាមវីដេអូ